ផានីនាងជាកូនស្រីរបស់ពូមឿននិងមីងសៀបនាងមានអាយុ15ឆ្នាំនាងតាំងពីតូចដល់ធំមិនដែលស្គាល់ពាក្យថាស្រណុកដូចជាក្មេងដទៃនោះទេព្រោះឪពុករបស់នាងគាត់បានធ្លាក់ខ្លួនឈឺអស់រយៈពី10ឆ្នាំណាស់មកហើយឯម្ដាយរបស់នាងដែលមានឈ្មោះថាមីងសៀបគាត់មិនបានទៅណានោះឡើយគាត់នៅផ្ទះចាំមើលថែឪពុករបស់នាងផានីជារៀងរាល់ថ្ងៃនាងតែងតែដើរស៊ូចត្រីយកមកធ្វើម្ហូបដើម្បីចិញ្ចឹមឪពុកម្ដាយរបស់នាងផានីនាងស៊ូចត្រីមិនដាអារម្មណ៍របស់នាងនឹកដល់ឪពុកម្ដាយរបស់នាងមិនដានាងគិតថាស្មានេះមិនដឹងជាឪពុកម្ដាយខ្ញុំបានពិសាបាយហើយឬនៅលុះស៊ូចត្រីបានហើយផានីនាងប្រញាប់ប្រញាល់យកត្រីទៅធ្វើម្ហូបដើម្បីឲ្យឪពុកម្ដាយរបស់នាងពិសាចំណែកឯឪពុកម្ដាយរបស់នាងគាត់គន់មើលរំពៃមើលកូនស្រីរបស់គាត់ថ្ងៃនេះម្ដេចក៏យូរម្លេះកូននេះតិចមានរឿងអីកើតឡើងចំពោះកូនគាត់ទៅរឿងនេះសូមស្លេះតែត្រឹមណេះបើមានការខុសឆ្គងសូមអភ័យទោសអរគុណជម្រាបលា